ស្ដីដល់អ្នកនរគ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីបាទវីដេអូនេះយើងសិក្សាអំពីទៅលើមេរៀនបាទគោលការណ៍រលកទម្រួតបាទថ្នាក់ទី12បាទអញ្ចឹងយើងមើលលំហាត់ទី1បាទយើងអានប្រធានអរគ្នាដើម្បីធ្វើដំណោះស្រាយបាទលំហាត់ទី1គឺគេមានសមីការដាលមួយបាទដែលមានទម្រង់បាទ y ស្មើ5ស៊ីនេះ2ផាយតេបូកផាយលើ6បាទសង់ទីម៉ែត្របាទຂະຫນາດវាហើយកគឺកំណត់ amplitude ហ្វ្រេកង់ផាដើមខួបហើយនឹងហ្វ្រេកង់នៃរលកបាទហ្វ្រេកង់មុំនេះបាទខគឺគណនាឡុងចុងនៅខណៈតេស្មើ0បាទអញ្ចឹងយើងមកមើលចម្លើយបាទចម្លើយអញ្ចឹងកគឺកំណត់ amplitude បាទហ្វ្រេកង់ផាដើមខួបនិងហ្វ្រេកង់នៃរលកបាទយើងតាមសមីការរបស់យើងដើមនេះគឺ y ស្មើ5 sin 2ផាយតេបូកផាយលើ6បាទសង់ទីម៉ែត្របាទបន្ទាប់មកយើងផ្ទឹមជាមួយនឹងសមីការទូទៅបាទសមីការទូទៅយើងគឺ y ស្មើនឹង a sin omega t បូក phi បាទអញ្ចឹងយើងអាចផ្ទឹមរក amplitude a បានបាទ amplitude a ស្មើ5សង់ទីម៉ែត្របាទចំពោះ Fréquence មុំឬក៏ pulsation ឬក៏ omega ហ្នឹងគឺស្មើជាមួយនឹងបាទ5ផាយនេះបាទសំទោសនេះគឺ2ផាយមិនមែន5ផាយទេបាទ2ផាយរ៉ាតយ៉ង់បាទចំពោះផាដើម phi គឺស្មើផាយនៅលើ6ខួបបាទខួបស្មើនឹង2ផាយនៅលើអូមេហ្គាបាទ2ផាយនៅលើអូមេហ្គាចំពោះអូមេហ្គាយើងស្មើ2ផាយដែរបាទនេះគឺយើងដូរដាក់2ផាយវិញបាទនេះស្មើ1បាទ1វិនាទីចំពោះហ្វ្រេកង់គឺយើងយកបាទចែកឲ្យតេបាទ f ស្មើ1លើតេនឹងស្មើ1ដែរនេះបាទបន្តមកទៀតខបាទខគណនាឡុងចុងនៅខណៈតេស្មើ0ឡុងចុងហ្នឹងគឺ y ហ្នឹងឯងបាទតាមសមីការ y ស្មើ5ស៊ីនេះ2ផាយតេបូកផាយលើ6បាទនៅខណៈតេស្មើ0អញ្ចឹងមានន័យថា2ផាយគុណនឹង0បាទ0អញ្ចឹងយើងអាចទាញរក y បានហើយបាទ5ស៊ីនេះផាយនៅលើ6បាទស៊ីនេះផាយលើ6គឺ1នៅលើ2បាទអញ្ចឹងឡុងកញ្ចុងវាគឺស្មើនឹង5ចែក2ស្មើ2.5សង់ទីម៉ែត្របាទអញ្ចឹងយើងដាក់មកដូចនេះឡុងកញ្ចុងនៅខណៈតេស្មើ0គឺស្មើនឹងបាទ y ស្មើនឹង2.5សង់ទីម៉ែត្របាទអញ្ចឹងលំហាត់យើងត្រូវបានបញ្ចប់បាទចំពោះលំហាត់ទី1អញ្ចឹងរងចាំទស្សនានៅវីដេអូបន្តទៀតចំពោះលំហាត់បន្តទៀតចំពោះមេរៀនគោលការណ៍រលកទម្រួតនិងរលកជញ្ជ្រុំរបស់យើងបន្តទៀតបាទសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ